ប្រិមត្តទូរទស្សនិកជនជាទីមេត្រីក៏សូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធីគ្រុឌគុណខ្មែរបាទគាត់ណាអូយបាទបាញ់ទាំងគូទី1រហូតដល់គូទី8បាទបងប្អូនគឺដែលអញ្ជើញមកទស្សនាផ្ទាល់បាទលោកបានបង្ហាញពីភាពជក់ចិត្តបាទហើយខ្ញុំបាទទាំងពីរនាក់ពិធីករយើងនៅខាងក្រោមទៀតរៀងស្អកករៀងខ្លួនដែរប៉ុន្តែខ្ញុំសរសើរលោកស្មាយបាទយើងនៅសល់ពេលមិនដល់1ម៉ោងទៀតទេថ្ងៃទី4នឹងឈានចូលមកដល់ប៉ុន្តែវត្តមានបងប្អូនយើងនៅតែបន្តណែនតាន់តាប់ដើម្បីចាំគាំទ្រនិងលើកទឹកចិត្តទៅដល់កីឡាករដែលត្រៀមការប្រកួតបាទជាការពិតឥឡូវនេះម្ចាស់ខ្សែក្រវ៉ាត់ជួបម្ចាស់ខ្សែក្រវ៉ាត់អ្នកដែលឈ្នះបានខ្សែក្រវ៉ាត់គ្រុឌគុណខ្មែរ2តែម្នាក់ឯងស្ទួនយកមកបាទស្ទួនតែម្ដងហើយថ្ងៃនេះយើងនឹងរកឃើញអ្នកណាដែលជាអ្នកជើងខ្លាំងពិតប្រាកដដែលទទួលបានខ្សែក្រវ៉ាត់2ម្នាក់ឯងបាទអញ្ចឹងយើងនឹងចាំអត់មើលបន្តទៀតថាតើកីឡាករណាដែលនឹងគ្រងខ្សែក្រវ៉ាត់ឬក៏នាំខ្សែក្រវ៉ាត់2ខ្សែចូលទៅក្លឹបនៅក្នុងថ្ងៃនេះបាទជាការពិតអរគុណណាមុននឹងជួបជាមួយនឹងការប្រកួតដ៏អស្ចារ្យខ្ញុំបាទក៏សូមអរគុណទៅដល់ភេទជ្ជៈពៅកម្លាំងគ្រុឌនិងគ្រុឌអាយភេទជ្ជៈកីឡា V Active អស់លោកអ្នកពីដែលពិសាសូមកុំភ្លេចមើលក្រវិលកំប៉ុងគឺមានសំណាងឈ្នះរង្វាន់ទឹកប្រាក់សុទ្ធចាប់ពី 5,000 រៀលរហូតដល់100 លានរៀលមិនតែប៉ុណ្ណោះគឺមានឱកាសឈ្នះរង្វាន់ម៉ូតូព្រមទាំងរថយន្ត Pick up ស៊េរីថ្មីជាច្រើនគ្រឿងផងដែរបាទអញ្ចឹងបងប្អូនកុំភ្លេចបាទពេលដែលគួរហើយកុំភ្លេចមើលក្រវិលកំប៉ុងបាទយើងនឹងមានរង្វាន់ជាច្រើនដើម្បីជូនទៅដល់ពុកម៉ែបងប្អូនយើងបាទអរគុណណាស់ឥឡូវនេះកីឡាករទាំងពីរគូឯកពួកគេបានត្រៀមខ្លួនរួចរាល់ហើយនៅខាងក្រោយបាទមុននឹងជួបជាមួយនឹងកីឡាករទាំងពីរមុននឹងជួបជាមួយនឹងការប្រកួតបងប្អូនទាំងអស់គ្នាហូឲ្យគុណខ្មែរមួយអរគុណណាស់កុំឲ្យខាតពេលវេលាខ្ញុំបាទក៏សូមប្រគល់ទូនីតិនេះជូនទៅគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតចាសូមអរគុណសូមក្រុមអញ្ជើញលោកអញ្ញាកណ្ដាលនិងចៅក្រមគូដណ្ដើមខ្សែក្រវ៉ាត់ដែលជាគូឯកចុងក្រោយអញ្ញាកណ្ដាលលោកឡៅស៊ីណាតចៅក្រមទី1លោកឡុងសាឡវ័នចៅក្រមទី2លោកសារ៉មវ៉ាន់ថនចៅក្រមទី3លោកជ្រាសុភាពចៅក្រមទី4លោកហុងសាវ៉ាតនិងចៅក្រមទី5លោកឌៀនវិបុលសូមអញ្ជើញទៅកាន់ទីកន្លែងអរគុណណាស់វត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាបន្តទៅទៀតនេះក៏សូមស្វាគមន៍វត្តមាននាគមាសខេត្តបន្ទាយមានជ័យហើយអូបអូហើយអូបអូបែកគុណណាគុណខ្មែរយើងហើយស្អាតមិនស្អាតហើយស្អាតមិនស្អាតហាស្អាតជាងគេកីឡាករយើងតាំងទីផ្សាយសូមសំឡេងអបអរសាទរដល់កីឡាករបង្គោលក្រមខណៈនេះក៏សូមកីឡាករបង្គោលខៀវឡើងមកកាន់សង្វៀនគូពិសេសផងគឺឡើងគូពិសេសហើយអូបអូហើយអូបអូក្បាច់គុណណាល្អក្បាច់គុណខ្មែរយើងហត់របត់ស្អីគេញ៉ាំបិទក៏ទៅអត់ពិតទេខ្លាយគាត់តែលឺតែខ្មែរវាយតែខ្លាចញ័យដូចស្មាបាច់ខ្មែរពិតជាខ្លាំងមិនមែនខ្ញុំមិនចេះតែថាប៉ាមិនជឿសាក់មើលទឹកតែខាងបើប៉ុណ្ណាវាច់ពី1ទៅ1គ្មានកាព្រើខ្លាចណាស់ណាគ្មានកាព្រើខ្លាចណាស់ណាទេ
បាទអរគុណណាស់ពុកម៉ែបងប្អូនបាទប្រិមិត្តទូទាំងស្រីជនបាទម្ចាស់ខ្សែក្រវ៉ាត់ទាំងពីរបានបង្ហាញខ្លួនឡើងមកតទល់គ្នាហើយបាទគឺត្រៀមមិនដឹងថាថ្ងៃនេះអ្នកណាទៅវិញដោយខ្លួនទៅទេអ្នកណាទៅវិញបានខ្សែក្រវ៉ាត់ពីរទេបាទជឿជាក់ថាបងប្អូនអ្នកគ្រប់គ្រងគុណខ្មែរទាំងអស់ដែលកំពុងតែតាមដានទស្សនាកំពុងតែចង់ឃើញការប្រកួតបាទកុំឲ្យខាតពេកខ្ញុំបាទក៏សូមជម្រាបជូននៅសមត្ថភាពអ្នកទាំងពីរដូចតទៅមង្គលក្រហមគេមានទម្ងន់60គីឡូក្រាមបច្ចុប្បន្នមានវ័យ25ឆ្នាំមានកម្ពស់1.76 ម៉ែត្របទពិសោធន៍នៃការប្រកួតចំនួន140ដងឈ្នះ110ដងចាញ់28ដងស្មើ2ដងធ្លាប់ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន40ដងប្រកួតចុងក្រោយឈ្នះកីឡាករថៃក្នុងទឹកទី1គេមានស្រុកកំណើតនៅភូមិគៀបឃុំទឹកថ្លាក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យជាកីឡាករដែលមកពីក្លឹបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យនៃសមាគមកីឡាកងយោធពលខេមរៈភូមិន្ទគ្រូបង្ហាត់គឺលោកហេងប៊ុនឃីមអស់លោកស្រីអ្នកនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់នាគមាសជីដែនខេត្តបន្ទាយមានជ័យគឺបូរ៉ាទៅវាយមកដៃផាំងលន់អង្លងងឿងក្បាលជង្គង់ហោះកៃឆែកតម្លៃដៃគូរបស់គេកីឡាករបង្គោលខៀវគេមានអាយុ21ឆ្នាំទម្ងន់60កម្ពស់1.65 ម៉ែត្រប្រកួតបានចំនួន64ដងឈ្នះ52ចាញ់8ស្មើ4ផ្ដួលដៃគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន35ដងប្រកួតចុងក្រោយឈ្នះកីឡាករភូមិមាននៅក្នុងទឹកទី2គេមានស្រុកកំណើតនៅភូមិកណ្ដោលឃុំពីមអង្គក្រងស្រុកបរសាទខេត្តកំពង់ស្ពឺមកពីក្លឹបពេជ្រសុផាន់គុណខ្មែរបងហាត់ដោយលោកគ្រូពេជ្រសុផាន់អស់លោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់កណ្ដាប់ដៃបំបែកប្រលឹងក្របីព្រៃរត់សំបាឈាមមិនកំពុះអស់ឈាមមិនតាមចំបោះស្ទុះហូតទាំងអស់រាលោកអញ្ញកដាលដែលដឹកនាំការប្រកួតតម្រូវទៅលើលោកឡៅស៊ីណាអរគុណខ្លាំងណាស់ទូរទស្សនិកជនជាទីមេត្រីវត្តមានពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅទីនេះក៏ដូចជាវត្តមានពុកម៉ែបងប្អូនដែលកំពុងតែទស្សនាតាមរយៈការផ្សាយផ្ទាល់នៅឯគេឋានគូដែលបងប្អូនទន្ទឹងរង់ចាំក៏បានឈានមកដល់អ្នកទាំងពីរដើរវៀងអស់កន្លះផែនដីមុននឹងមកជួបគ្នានៅលើសង្វៀនបណ្ដាក្រឹតគុណខ្មែរចាំមើលថាតើរៀនច្បងគឹមបូរ៉ាឬក៏សាប្អូនពេជ្រសម្បត្តិជាអ្នកក្រងនៅខ្សែក្រវ៉ាត់2នៅក្នុងការប្រកួតដ៏អស្ចារ្យទាំងនេះវត្តមានបងប្អូនយើងបញ្ចេញមតិ50អ្នកទាំងពីរនេះល្អដូចគ្នាពុកកែដូចគ្នាមែនតែនទៅនរណាឈ្នះក៏ស័ក្តិសមនៅក្នុងការក្រងនៅខ្សែក្រវ៉ាត់ដូច្នេះដើម្បីជាសក្ខីភាពនៅក្នុងការគ្រប់គ្រងក៏សូមសម្លេងហូខ្លាំងបាទអរគុណណាស់ជាថ្មីម្ដងទៀតមុននេះបន្តិចការប្រកួតរបស់ព្រំសំណាងលោកសុកហេងម្ចាស់គ្រឿងសំណង់នៅខាងព្រៃភ្នៅណាលោកឧបត្ថម្ភជូនព្រំសំណាង20,000រៀលបាទឧបត្ថម្ភជូនព្រំសំណាងបាទព្រំសំណាងក៏ឈ្នះហើយបាទបាទយើងមកចាប់អារម្មណ៍ការថ្វាយបង្គំគ្រូរបស់នាគមាសបាទគឺគាត់គុណគ្រូតាមរបៀបព្រះលះពតសីមារីឯពេជ្រសម្បត្តិលោកគុណគ្រូតាមរបៀបហនុមានវេជ្ជមេបាទបងប្អូនខ្លះគាត់អង្គុយនៅកៅអីក៏គាត់ក្រោមមកដែរបាទដល់ពេលដែលថាអូញាក់សាច់បាទដូច្នេះពុកម៉ែបងប្អូនដែលកំពុងតែទស្សនាតាម Page TVK Sport សង្ឃឹមថាប
ពុកម៉ែបងប្អូនជួយចុច share ក៏ដូចជាចែករំលែកនេះយើងឃើញហើយមិនត្រឹមតែបងបរោះទេថ្ងៃនេះបងសុភាពនារីក៏លោកមកគាំទ្រដូចគ្នាបាទមានការកើនឡើងមានការគាំទ្រខ្លាំងមែនទែនសម្រាប់វិស័យបដាល់គុណខ្មែរជាក្បាច់គុណតាំងពីបុរាណបុរាណដែលដូនតាយើងបានបន្សល់ទុកហើយការប្រកួតនេះនាំមកជូនដោយភេសជ្ជៈបើកម្លាំងគ្រុឌនិងភេសជ្ជៈបើកម្លាំងគ្រុឌអាយបាទយើងនិយាយពីសម្បត្តិនេះណាគាត់ប្រឡូកក្រោយទេទើបតែលើងជើងខ្លាំងមួយរយៈសម័យកូវីដបើយើងនិយាយពីការជិះម៉ូតូជិះរាប់គីឡូម៉ែត្រទៅរំជួបបុរាណបាទថ្ងៃនេះជួបគ្នាបានសម្រេចដូចសេចក្តីប្រាថ្នាបាទអញ្ចឹងចាំមើលថាតើក្រហមឬក៏ខៀវមកកណ្ដាលស្ដាប់បំចេញនៃការប្រកួតពីលោកអញ្ញាកណ្ដាលខ្មែរពិតជាខ្លាំងមិនមែនខ្ញុំមកចេះតែថាប៉ាមិនជឿសាក់មើលទឹកតែខ្លាំងបើប៉ុណ្ណាបាច់ជាមួយទៅមួយគ្មានកាព្រើខ្លាចណាស់ណាគ្មានកាព្រើខ្លាចណាស់ណាទេបាទក្នុងនោះក៏អរគុណច្រើនទៅដល់ភេសជ្ជៈ V-Active បៃតងដែលបានផ្ដល់ជូនកាដូម្នាក់មួយកេះជូនទៅដល់កីឡាករទាំងពីររូបផងដែរគាត់ទៅភ្លេចទៅគុំផ្លាដែលញាក់ជើងអត្រេតហក់ទៅធាក់មួយជើងម៉ាយកាប់អាចារ្យលន់តបោលើកំភ្លើងគេបាញ់តាំងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចរត់ក្រោះក៏ឡាប់សក់ឲ្យបកព្រាមឈាមដូចជាពោះអស់អូឈាមមិនតាប់ចំបោះស្ទុះហូតទាំងអស់គ្នាណាមើលគ្រប់ចលឡើងផ្ទះដៃមនីហើយលន់មាត់គ្នាតែកម្ពុជាពិតជាខ្លាំងមើលទៅគូប្រកួតសន្លប់ពិតជាបាទខ្សែក្រវ៉ាត់2ណ៎ណែនឹងខ្លាយជាម្ចាស់ខ្សែក្រវ៉ាត់2គ្រឿង2ក្រឹតគុណខ្មែរបាទមុននឹងចាប់ផ្ដើមការប្រកួតសូមសម្លេងហូដល់បង្គោលក្រហមឃីមបូរ៉ាក៏សូមសម្លេងគាំទ្រខ្លាំងដល់បង្គោលខៀវពេជ្រសម្បត្តិចៅក្រមត្រៀមប្រុងព្រៀបប្រកួតប្រដាល់គុណខ្មែរគូដណ្ដើមខ្សែក្រវ៉ាត់គ្រុឌគុណខ្មែរដែលជាគូឯកចុងក្រោយទឹកទី1ប្រិមត្តទូរទស្សន៍ជាទីមេត្រីពេលវេលាដែលបងប្អូនតន្ទឹងរង់ចាំក៏បានមកដល់គូពិសេសដែលជាគូឯកប្រចាំមហាព្រឹត្តិការណ៍គ្រុឌគុណខ្មែរដណ្ដើមខ្សែក្រវ៉ាត់2គ្រឿងបង្គោលក្រហមនាគមាសឃីមបូរ៉ាបង្គោលខៀវក្របីព្រៃពេជ្រសម្បត្តិបាទអាចថាការប្រកួតដ៏ល្អប្រចាំឆ្នាំហើយទឹកទី1កំពុងតែប្រយ័ត្នប្រយែងទឹកឆ្វេងបូរ៉ាជាកីឡាករដែលឆ្លងកាត់បទពិសោធន៍ច្រើនជាកីឡាករដែលមានគ្រប់គ្រឿងល្អទាំងក្បាច់កែងទៅមុតស្រួចខណៈដែលសមត្ថជាកីឡាករដែលមានភាពធន់ស្វិតជាពិសេសគឺការបុករបស់គាត់អីយ៉ារអើបន្តិចទេអត់ជាបញ្ហាបាទលោកគ្រូឡៃសណាតប្រាប់ថាឲ្យជួយជួបបន្តិចទល់ដៃមួយសិនជាការស្វាគមន៍ជាបន្តក្នុងនាមជាមិត្តភាពកីឡាដល់ចូលទល់មួយសិនថយតិចពីបូរ៉ាលោកឆ្វេងពីពេជ្រសម្បត្តិបាទអេឡង់ម្នាក់ស្ដាំម្នាក់ឆ្វេងទឹកជើងក្រោមពីពេជ្រសម្បត្តិបង្គោលខៀវបូរ៉ាទឹកឆ្វេងស្លមកវិញភ្លាមទឹកស្ដាំពីពេជ្រសម្បត្តិអូសម្បត្តិថ្ងៃនេះមានទាំងអាវុធការប្រើប្រាស់រត់ជះជើង
គាត់ស្ដាំជើងក្រោមពីក្របីព្រៃសម្លឹងមើលធាក់ទប់មួយសិនពីរៀមឈូបងឃីមបូរ៉ាបាទរងមកចាត់ឆ្វេងពីបិទសម្បត្តិបាត់កែស្ដាមអូយផ្ញើជូនស្នាមញ៉ាំដល់សិស្សប្អូនសម្បត្តិថាអត់អីបងគឺគុណគូសំដើរចូលជាបន្តពីក្របីព្រៃពេជ្រសម្បត្តិតបស្ដាំជើងក្រោមសម្លឹងពីពេជ្រសម្បត្តិគៀងសម្បត្តិលុបមួយដៃស្ដាំកណ្ដាលពោះទឹកគៀងជាបន្តពីក្របីព្រៃពេជ្រសម្បត្តិកំពុងតែសម្លឹងមួយដៃស្ដាំពីពេជ្រសម្បត្តិសោមួយដៃស្ដាំមកវិញពីឃីមបូរ៉ាល្អដៃដូចគ្នាបាទទឹកឆ្វេងពីពេជ្រសម្បត្តិដល់ដៃចលកំពុងតែរកចេញស្នេហ៍លោកឆ្វេងទៅត្រង់អមតពីពេជ្រសម្បត្តិធាក់ទប់មួយសិនពីបារាលោកកណ្ដាប់ដៃសចេញពីពេជ្រសម្បត្តិគៀងសម្បត្តិញាក់ឲ្យក៏ដើរឲ្យក៏ចូលឲ្យក៏សម្លឹងឲ្យក៏លោកឆ្វេងមួយដៃពីពេជ្រសម្បត្តិដល់ដៃរវងបញ្ចាំស្នាមពីឃីមបូរ៉ាលោកឆ្វេងមកវិញមិនដល់ទេពីពេជ្រសម្បត្តិតែតាមទឹកឆ្វេងចូលពោះទឹកពីឃីមបូរ៉ាធាក់ទប់មួយសិនសម្បត្តិអូបាទសម្បត្តិមកប្រងហនុមានឆ្នៃប្រពោបតែដួលមុនពីឃីមបូរ៉ាសម្បត្តិលោកឆ្វេងចំគោលដៅឡរមងវច័ន្ទឆ្វេងពីសម្បត្តិបាត់ឆ្វេងកាត់ទៅវិញពីឃីមបូរ៉ាបាត់ជើងក្រោមពីក្របីព្រៃសម្លឹងមើលបាទសម្លឹងមើលគោលដៅសម្លឹងមើលដើរចូលលោកឆ្វេងធាក់ទប់មួយសិនបាទបូរ៉ាគាត់បង្កើតធាក់ទប់ណាធាក់ទល់ល្អដូចគ្នាបោះជង្គង់កាត់ពីឃីមបូរ៉ាមង្គលក្រហមធាក់ទប់មួយសិនដើរចូលធាក់ទប់ជាបន្តលោកស្ដាំលោកបាល់ស្ដាំពីសម្បត្តិរមងបញ្ចាំស្ដាំពីពេជ្រសម្បត្តិអូដៃចេញលឿនណាស់សម្បត្តិបាត់កៃស្ដាំពីឃីមបូរ៉ាធាក់ទប់មួយសិនពីឃីមបូរ៉ាលោកស្ដាំបាត់កៃស្ដាំចាប់ទឹកទី1សម្រាប់ទឹកទី1ជួយចិត្តទេបងប្អូនបាទជួយគុណខ្មែរជាកេរដំណែលពីដូនតាមានប្រវត្តិបាទអរគុណណាប្រិយមិត្តទូទាំងជនបង្ហាញជូនរូបភាពការប្រកួតនៅក្នុងទឹកទី1បាទនេះប្លង់សំខាន់សម្រាប់បាទគីមបូរ៉ាជាមួយនឹងពេជ្រសម្បត្តិនៅកន្លែងនេះបាទព្យាយាមចូលបដូរកណ្ដាប់ដៃដូចគ្នាកែងកន្លែងនេះរបស់បូរ៉ាបាទយើងមើលត្រង់នេះបន្តទៀតនេះកណ្ដាប់ដៃស្ដាំរបស់ពេជ្រសម្បត្តិបាទមែនទេទៅអ្នកទាំងពីរនេះគឺប្រយ័ត្នដូចគ្នាប្រហែលអត់បានទេបាទគឺគាត់យល់ពីសមត្ថភាពបាទរៀងខ្លួនបាទអរគុណណាស់ពីសង្វៀនបដាល់គ្រុឌគុណខ្មែរបាទគឺបាននាំមកជូនព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដោយភេទជ្ជៈពៅកម្លាំងគ្រុឌនិងគ្រុឌអាយភេទជ្ជៈកីឡា V Active ទាំង3ប្រភេទបាទបាទនេះការប្រកួតក៏ឈានចូលមកដល់ទឹកទី2បាទទស្សនាជាបន្តឲ្យបងប្អូនដែលកំពុងទស្សនានៅឯគេហដ្ឋាននៅទឹកចេញក្រៅប្រដាល់គុណខ្មែរគូដណ្ដើមសាច់ក្រវ៉ាត់គ្រុឌគុណខ្មែរដែលជាគូឯកចុងក្រោយទឹកទី2អរគុណណាស់រីករាយទស្សនាការប្រកួតទឹកទី2បាទបងប្អូនទស្សនាបន្តជួយ share លើកទឹកចិត្តទាំងអស់គ្នាបាទមួយដៃតាមថៃឆ្វេងរបស់ពេជ្រសម្បត្តិជង្គង់របស់ឃីមបូរ៉ារៀងល្អិលតិចណាមួយដៃតមួយដៃស្ដាំរបស់ពេជ្រសម្បត្តិសងស្ដាំពីឃីមបូរ៉ាធាក់កាត់ស្ដាំរបស់ឃីមបូរ៉ាមួយដៃស្ដាំរបស់ពេជ្រសម្បត្តិអូយធាក់ស្ដាំពីឃីមបូរ៉ាស្ដាំរបស់ពេជ្រសម្បត្តិបាទទឹកពីសម្បត្តិដើរចូលវាហើយបាទលោកឆ្វេងមួយដៃស្ដាំរបស់ឃីមបូរ៉ាអូយអាយយបាទទស្សនាជើងតមួយដៃស្ដាំរបស់ពេជ្រសម្បត្តិអត់ចំគោលដៅទេបាទធាក់កាត់ក្រោមស្រាលពីឃីមបូរ៉ាបាទទាត់ឆ្វេងពីឃីមបូរ៉ាធាក់តាមឃីមបូរ៉ាបាទមួយដៃស្ដាំរបស់ពេជ្រសម្បត្តិបាទទស្សនាជាបន្តពេជ្រសម្បត្តិដើរចូលបោះមួយដៃស្ដាំពីពេជ្រសម្បត្តិបាទកែងរបស់ពេជ្រសម្បត្តិបាទទស្សនាតទៅទាត់ឆ្វេងពីឃីមបូរ៉ាទាត់ស្ដាំរបស់ពេជ្រសម្បត្តិបាទមួយដៃស្ដាំថៅឆ្វេងពីពេជ្រសម្បត្តិទាត់ជើងក្រោយពីឃីមបូរ៉ាមួយដៃឆ្វេងរបស់ឃីមបូរ៉ាបាទស្ដាំសងពីពេជ្រសម្បត្តិទាត់ជើងក្រោយពីឃីមបូរ៉ាជង្គង់ឆ្វេងរបស់ឃីមបូរ៉ាបាទកៃរបស់ពេជ្រសម្បត្តិអូយបាទទស្សនាបន្តពេជ្រសម្បត្តិដើរចូលមួយដៃស្ដាំកៃរបស់ពេជ្រសម្បត្តិកៃពេជ្រសម្បត្តិកៃរបស់ឃីមបូរ៉ាបាទទស្សនាបន្ត
បូរ៉ារុញមែនទេកែរបស់ពេជ្រសម្បត្តិអូយ 1 បាទ 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
បន្តការប្រកួត ទស្សនាជាបន្តពេញសម្បត្តិធ្វើឲ្យគីមរ៉ាលោកអញ្ញាកណ្ដាលរាប់ហើយទស្សនាបន្តជង្គង់របស់គីមរ៉ាសម្បត្តិតាចូលលោកឆ្វេងបោះមួយដៃស្ដាំថែមពេញសម្បត្តិបាទមួយដៃស្ដាំពេញសម្បត្តិកៃរបស់បូរ៉ាអូយបាទទស្សនាបន្តបាទញ៉ែមួយដៃស្ដាំរបស់ពេញសម្បត្តិស្ដាំពេញសម្បត្តិកៃរបស់ពេញសម្បត្តិកៃរបស់បូរ៉ាបាទអាយយអ្នកតែពីរមិនធម្មតាបាទទស្សនាជាបន្តតាមរបស់ពេញសម្បត្តិកៃរបស់គីមរ៉ាបាទមួយដៃស្ដាំរបស់ពេញសម្បត្តិមួយដៃចូលពុះទឹកពេញសម្បត្តិអាចកូនរបស់គីមរ៉ាមួយដៃដើម្បីស្វែងការពេញសម្បត្តិបាទលោកអញ្ញាកណ្ដាលលោកឡៅស៊ីណាតចាប់បបែបាទទស្សនាជាបន្តចាប់ទឹកទី2សិល្បៈមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុណទស្សនាភាពយឺតធាក់ទល់មួយហើយក៏លូកចូលកែងមកកប៉ាល់តែសម្បត្តិដកឃ្លាហើយក៏ប៉ះឃុំលោកដរិចចុំមាត់ចូលពួរទឹកបណ្ដៃរបស់សម្បត្តិរំវងព្រះច័ន្ទស្ដាំបែកទឹកខ្ចាយហើយក៏ធាក់ទល់ចេញខោពួរទឹកមករំវងព្រះច័ន្ទកន្លែងនេះដាច់ផ្ងាត់តង់សម្បត្តិស្ទុះងើបមកវិញថាអត់បញ្ហាទៅរៀមច្បងលើកកែងអាមេទៅលូកស្ដាំមាត់ដៃចំម៉ងតង់អូយចំប្រដាប់ហូបកែងស្ដាំក្ដោយកែងគ្នាកែងសងមិញពីបូរ៉ាកែងសម្បត្តិកែងបូរ៉ាហើយក៏រអិលអស់ចំហបន្តិចជង្គង់របស់បូរ៉ាដំរីថ្វាយការរបស់សម្បត្តិបាទសម្រាប់អ្នកឲ្យទឹកយើងសូមចាក់ទឹកបន្តិចបានដែរបាទតែអញ្ចឹងបបាក់ក្នុងការប្រកួតរបស់កីឡាករបាទបបាក់ក្នុងការប្រកួតរបស់កីឡាករអរគុណច្រើនយើងឈានចូលដល់ទឹកទី3នៃគូចុងក្រោយចេញក្រៅប្រដាល់គុណខ្មែរគូដណ្ដើមសក្ការវត្តក្រុមគុណខ្មែរដែលជាគូឯកចុងក្រោយទឹកទី3នៃការប្រកួតរវាងកីឡាករពេជ្រសម្បត្តិនិងគូបូរ៉ារំវងព្រះច័ន្ទឆ្វេងរបស់សម្បត្តិទាត់ជើងក្រោមមួយរបស់សម្បត្តិដាវចំមាត់ឆ្វេងរបស់បូរ៉ាធាក់ទល់ចេញរបស់បូរ៉ាហើយក៏ជង្គង់របស់បូរ៉ាធាក់ទល់របស់បូរ៉ាចូលមករំវងព្រះច័ន្ទឆ្វេងរបស់សម្បត្តិធាក់ទល់ចេញរបស់បូរ៉ាថាមិនឲ្យចូលចិត្តទេឆក់ស្ដាំបានមួយបូរ៉ាដកថយមកនឹងធាក់ចេញពីបូរ៉ាធាក់ចេញមួយទៀតមាត់ចូលពីដៃរបស់សម្បត្តិលូកចូលដៃស្ដាំមកបាក់ខ្សែរិញឆ្វេងស្ដាំរបស់សម្បត្តិដើរចូលសម្បត្តិមិនបដូរចិត្តសាស្ត្រទេពីដៃ3ដៃស្ទួនរបស់សម្បត្តិដើរចូលល្អល់មកដៃចូលធំទឹកអូយស្របគ្នាល្អណាស់ដើរចូលធាក់ទល់ពីបូរ៉ាធាក់ទល់ចេញរៀបអីសៃបោះលៀនមាត់ចូលពោះទឹកពីដៃរបស់សម្បត្តិសងមកដៃស្ដាំវិញរបស់បូរ៉ាមកដៃស្ដាំទៀតរបស់បូរ៉ាដើរចូលសម្បត្តិដើរចូលបូរ៉ាដកថយតាមវចនានុក្រមដែលបានរៀនមកជើងត្រង់នេះចាប់ជើងបានរួចបោកខ្លួនភីជង្គង់កែងរបស់បូរ៉ាហើយក៏មកដៃស្ដាំរបស់សម្បត្តិដើរចូលជង្គង់របស់បូរ៉ាហើយក៏ច្រានចេញធាក់ទល់ចេញមកដៃរបស់បូរ៉ាដោផ្សងគ្នាជាមួយសម្បត្តិដើរចូលមកដៃស្ដាំរបស់សម្បត្តិពីដៃរបស់សម្បត្តិបូរ៉ាច្រានចេញតបឃ្លាបន្តិចសិនបាទរៀបនឹងតម្រៃផ្លាយការបោះជង្គង់មួយរបស់បូរ៉ាដកថយសម្បត្តិដើរចូលលូកចូលពោះទឹកឆ្វេងមកម្ដាយសម្បត្តិដើរចូលរំវងព្រះច័ន្ទស្ដាំរបស់សម្បត្តិបដូរដៃគ្នាមកដៃម្នាក់រៀបអាមេទៅឲ្យដកថយវិញពីបូរ៉ាលូកឆ្វេងទាត់កាត់ជើងក្រោមរបស់សម្បត្តិលូកចូលល្អិលជើងបន្តិចមកដៃស្ដាំនេះក៏អត់ត្រូវហើយដែររំវងព្រះច័ន្ទឆ្វេងរបស់បូរ៉ាបោះជង្គង់ស្ដាំមួយទៀតធាក់ចេញរបស់បូរ៉ាលូកចូលមាត់ចូលពីដៃឲ្យសម្ដៅពោះទឹករបស់បូរ៉ាសម្បត្តិគិតថាបូរ៉ាខ្សោយពោះទឹកហើយស្ទររំវងព្រះច័ន្ទឆ្វេងឆក់ស្ដាំបដូរដៃម្នាក់ម្ដាយបូរ៉ាដកថយតិចបោះកែងរបស់បូរ៉ាសម្បត្តិគេចផុតវាយកាត់បានល្អសម្បត្តិដើរចូលទាត់ជើងក្រោមមួយ
ទាត់ជើងក្រោមមួយមកដៃរបស់សម្បត្តិបូរ៉ារៀបឆក់មកវិញសម្បត្តិថយរំវងព្រះច័ន្ទស្ដាំធាក់ទល់មួយរបស់បូរ៉ាធាក់ទល់មួយរបស់បូរ៉ាថាក៏មកចិត្តខ្ញុំមិនសម្បត្តិអើយបាទលើកជើងធាក់ទល់មួយចិនទល់រាមារបស់បូរ៉ាទាត់កាត់ជើងក្រោមមួយរំវងព្រះច័ន្ទស្ដាំបត់កាយឆ្វេងរបស់សុងបូរ៉ាលោកចូលមកដៃឆ្វេងដរិចហើយក៏រំវងព្រះច័ន្ទស្ដាំរបស់សម្បត្តិបូរ៉ាដកថយពុតវាយចូលពោះទឹកបាំដៃហើយក៏លោកដរិចតែរំវងព្រះច័ន្ទស្ដាំគេមានក្បួនច្បាប់គេហៅប្រេងហ្នឹងបាទដើរចូលបន្តិចហើយក៏លុងមកដៃស្ដាំវាយចូលពោះទឹកបានពីរដៃក៏ថែមបបោសិនពិសាលើមកដៃចំម៉ងតុងបាទបូរ៉ាដកឆក់ដៃស្ដាំហើយចាប់ទឹកទី3ខ្មែរជាគេដំណើរពីខ្មែរបាទស្វាគមន៍សាយជាថ្មីប្រិមត្តទស្សនិកជនជាទីមេត្រីយើងមកទស្សនាការប្រកួតរូបភាពយឺតគីលុតបាត់កែងស្នាមតែអត់ចំពេញបាត់មកវិញចូលអូយចូលរ៉ាប់ចូលបាំងល្អមាញ់មិញខំពីពេជ្រសម្បត្តិលោកស្នាមពុទឹកវាឆ្វេងរវងបច្ច័ន្ទស្នាមពីពេជ្រសម្បត្តិសូមមួយដៃស្នាមពីឃឹមបូរ៉ាដើរចូលលោកស្នាមប៉ុន្តែមិនដល់គោលដៅដូចគ្នាលោកឆ្វេងថែមស្នាមខុសបច្ចិតបន្តិចបាទអូយក៏ក្រៅតែម្ដងសម្រាប់ការប្រកួតបាទអ្នកទាំងពីរបោះជីកងស្នាមទៅវិញពីអ្នកមាសលោកមកដៃស្នាមមកវិញពីក្របីព្រៃពេជ្រសម្បត្តិរវងបច្ច័ន្ទស្នាមអត់ចំលោកបាត់ចែងឆ្វេងបច្ឆាអូល្អប៉ះល្អក៏ក្រៅសង្វៀនសិល្បៈគុណខ្មែរយាសិល្បៈគុណខ្មែរសិល្បៈគុណខ្មែរយាណែទឹកចេញក្រៅប្រដាល់គុណខ្មែរគូដណ្ដើមសាច់ក្រវ៉ាត់ក្រិតគុណខ្មែរដែលជាគូឯចុងក្រោយទឹកទី4បាទអរគុណបាទប្រិយមិត្តទូទាំងនេះជនបាទគូនេះបើសិនជាឃីមបូរ៉ាយកឈ្នះពេជ្រសម្បត្តិលោកសុកហេងម្ចាស់គ្រឿងសំណងព្រៃភ្នៅឧបត្ថម្ភជូនទឹកប្រាក់$100បាទកូនច្រើនទស្សនាបាត់កែងស្នាមពីបង្គោលក្រហមគីមបារ៉ាធាក់ទប់ពីបារ៉ាបាច់ជង្គជ័យរវងបច្ច័ន្ទស្នាមសងស្នាមវិញពីពេជ្រសម្បត្តិលោកស្នាមបដូរកណ្ដាប់ដៃគ្នាដេញតាមលោកបាត់ដៃស្នាមពីបារ៉ាសងស្នាមពីពេជ្រសម្បត្តិបាត់កែងស្នាមពីគីមបារ៉ាកាចហើយទឹក4បាត់កែងស្នាមបកកណ្ដាប់កែងស្នាមពីបារ៉ាដើម្បីថ្វាយកែពីពេជ្រសម្បត្តិបាច់ជង្គជ័យពីបារ៉ាអូលោកស្នាមពីពេជ្រសម្បត្តិបាត់កែងស្នាមពីបារ៉ាបូរ៉ាមានតែបដូរហើយទឹក4នេះធាក់ទប់មួយដៃស្នាមពីពេជ្រសម្បត្តិរវងបច្ច័ន្ទស្នាមពីពេជ្រសម្បត្តិសៃឆ្វេងលោកស្លាមពុតទៅពីពេជ្រសម្បត្តិដេញតាមពីបារ៉ាបកកណត់កែឆ្វេងពីឃីមបារ៉ាបាត់កែស្នាមពីបារ៉ាបកកណត់កែឆ្វេងជាបន្តគៀងហើយក៏បាត់កែស្នាមវិញពីពេជ្រសម្បត្តិវីពុតទៅស្នាមពីឃីមបារ៉ាទស្សនាការប្រកួតជាបន្តបូរ៉ាបដូរឲ្យសម្រាប់ទឹក4មួយដៃស្នាមពីគីមបារ៉ាបោះជង្គង់ស្នាមពីគីមបារ៉ាសម្បត្តិកំពុងតែសម្លឹងមើលមួយដៃស្នាមពីសម្បត្តិបោះជង្គង់ស្នាមទៅវិញពីគីមបារ៉ាចាប់គ្រាធ្វើអីមិនចាញ់អាញាកដាលលោកចាប់ញ៉េសូមសម្លេងហៅក្លាបោះជង្គង់ជួយពីបង្គោលក្រមគីមបារ៉ារញ្ចេញពីបូរ៉ាទឹក4នេះដាក់លេខដាក់ចូលរវងបច្ច័ន្ទស្នាមពីគីមបារ៉ាចាប់គ្រាជាបន្តបោះជង្គង់ស្នាមពីក្របីព្រៃពេជ្រសម្បត្តិធាក់ឆ្វេងពីបូរ៉ាដេញតាមពីសម្បត្តិគៀងរញចេញមកវិញពីគីមបារ៉ាមួយដៃស្ដាំពីពេជ្រសម្បត្តិដើម្បីថ្វាយការពីពេជ្រសម្បត្តិអត់ចំក៏ដោយទេបូរ៉ាកំពុងតែគៀងមកវិញរកឱកាសចេញស្នៀតទល់មួយសិនកំពុងតែរកឱកាសមួយដៃស្ដាំពីសម្បត្តិប្រុងហក់បោះកែងតែទៅអត់រួចទេចាប់បំបែកពីលោកអញ្ញាកដាលដើរចូលពីគីមបារ៉ាបង្គោលក្រហមបោះជង្គង់ពីគីមបារ៉ាលោកឆ្វេងមានណាបដៃមានទៅមានមកលោកឆ្វេងពីពេជ្រសម្បត្តិអត់ដល់គោលដៅមួយដៃឆ្វេងពីពេជ្រសម្បត្តិបោះជង្គង់ឆ្វេងពីគីមបារ៉ាមួយដៃស្នាមពីពេជ្រសម្បត្តិក្របីព្រៃពេជ្រសម្បត្តិបោះជង្គង់ឆ្វេងពីអ្នកនេះគីមបារ៉ាបាទដើរចូលទឹក4នេះបដូរដូចគ្នាឈរទល់មុខវាយគ្នាតែម្ដងមួយដៃស្នាមពីពេជ្រសម្បត្តិរវងប្រចាំពីពេជ្រសម្បត្តិរវងបច្ច័ន្ទស្នាមទៅវិញពីគីមបារ៉ាបោះជង្គង់ឆ្វេងបាត់កែស្នាមបាត់កែឆ្វេងពីគីមបារ៉ាសម្បត្តិនៅតែរក្សាទឹកមុខរក្សាចំហដាក់ចូលបោះជង្គង់ឆ្វេងពីគីមបារ៉ាចូលបន្តបោះជង្គង់ស្នាមមកវិញពីពេជ្រសម្បត្តិអូយក៏ក្រៅសម្រាប់សង្វៀនក្រិតគុណខ្មែរមួយដៃស្នាមពីពេជ្រសម្បត្តិទេបាត់ជើងរះបោះជង្គង់ឆ្វេងពីគីមបារ៉ាលោកឆ្វេងពីពេជ្រសម្បត្តិ
សម្រាប់ថ្វាយផ្កាពីវិជ្ជសម្បត្តិអូញាក់សាច់បាទល្អដូចគ្នាទឹក4នេះបាទអរគុណដល់ពុកម៉ែបងប្អូនបាទប្រិយមិត្តទស្សនិកជនទស្សនារូបភាពបាទការប្រកួតបាទនៅក្នុងទឹកទី4អំបញ្ញមិញទឹក4នេះណាបាទអ្នកទាំងពីរគឺថាបដូរដូចគ្នាទាំងឃីមបូរ៉ាទាំងពេជ្រសម្បត្តិអូហូយមិនធម្មតាបាទធ្វើឲ្យបងប្អូនយើងដែលកំពុងតែទស្សនានៅទីនេះបាទហូកញ្ជ្រៀវបាទគឺអង្គុយលេងស្ងៀមហើយបាទនេះរូបភាពបង្ហាញជូនអូយបាទណែបដូរកែងគ្នាបាទទៅកែងឆ្វេងមួយទៀតរបស់ឃីមបូរ៉ាតែនេះមួយដៃស្ដាំរបស់ពេជ្រសម្បត្តិបាទលោករំលែកថ្វាយផ្កាមួយថែមឆ្វេងពីពេជ្រសម្បត្តិបាទសរសើរអ្នកទាំងពីរណែកន្លែងនេះចូលបាត់ជើងរយៈមួយរបស់បាទឃីមបូរ៉ាអាយយបាទអរគុណណាស់ឥឡូវនេះយើងជួបគ្នាជាបន្តទៀតឈានចូលដល់ទឹកទី5បាទការប្រកួតក៏នាំមកជូនឲ្យភេទជ្ជៈពៅកម្លាំងគ្រុតនិងគ្រុតអាយភេទជ្ជៈកីឡា V Active បាទបងប្អូនទាំងអស់គ្នាសូមសម្លេងតែដៃខ្លាំងមួយមកបាទទឹកចេញក្រៅប្រដាល់គុនខ្មែរគូដណ្ដើមសាច់ក្រវ៉ាត់គ្រុតគុនខ្មែរដែលជាគូឯចុងក្រោយទឹកទី5ជាទឹកផ្ដាច់ព្រាត់បាទកូនណារីទស្សនាការប្រកួតជាបន្តលោកឆ្វេងស្វាគមន៍ក្នុងទឹកទី5ថែមឆ្វេងពីពេជ្រសម្បត្តិធាក់ស្ដាំរបស់ឃីមបូរ៉ាធាក់ស្ដាំពីឃីមបូរ៉ាគាត់ជើងក្រោមពេជ្រសម្បត្តិថែមមួយដៃស្ដាំបោះឆ្វេងពីពេជ្រសម្បត្តិអូយមួយដៃស្ដាំពេជ្រសម្បត្តិបាទលោកឆ្វេងថែមស្ដាំពីពេជ្រសម្បត្តិជង្គង់របស់ឃីមបូរ៉ាបាទមួយដៃស្ដាំចូលធុងទឹកពីពេជ្រសម្បត្តិគ្រាកៃរបស់ឃីមបូរ៉ាបាទលោកឆ្វេងឃីមបូរ៉ាមួយដៃស្ដាំពេជ្រសម្បត្តិថែមស្ដាំពេជ្រសម្បត្តិកៃរបស់បូរ៉ាកៃរបស់បូរ៉ាកៃសងពេជ្រសម្បត្តិបាទជង្គង់របស់ឃីមបូរ៉ាបាទចាប់គ្រារុញទៅនឹងសង្វៀនចាក់ជង្គង់ស្ដាំលោកអញ្ញាកដាលចាប់បំបីបាទទស្សនាជាបន្តមួយដៃឆ្វេងថែមស្ដាំពេជ្រសម្បត្តិថែមស្ដាំពេជ្រសម្បត្តិថែមស្ដាំអូយបាទលោកអញ្ញាកដាលឡៅសេណាទីមកកដាលសង្វៀនទាត់ជើងក្រោមពីពេជ្រសម្បត្តិមួយដៃឆ្វេងរបស់ឃីមបូរ៉ាជង្គង់របស់ឃីមបូរ៉ាធាក់ស្ដាំរបស់ឃីមបូរ៉ាទាត់ស្ដាំសងពីពេជ្រសម្បត្តិបាទលោកឆ្វេងមួយដៃរបស់ពេជ្រសម្បត្តិឆ្វេងសងទៅវិញពីឃីមបូរ៉ាបាទឆ្វេងស្ដាំរុញចេញពីឃីមបូរ៉ាលោកឆ្វេងរបស់ពេជ្រសម្បត្តិចាក់ជង្គង់ឆ្វេងរបស់ឃីមបូរ៉ាបាទទស្សនាជាបន្តទាត់ជើងក្រោមពេជ្រសម្បត្តិទាត់ស្ដាំរបស់ពេជ្រសម្បត្តិជង្គង់របស់ឃីមបូរ៉ាអត់ចំពេញទេបាទចាប់គ្រាជង្គង់របស់ពេជ្រសម្បត្តិលោកអញ្ញាកដាលបបាយបាទទស្សនាជាបន្តបាទលោកឆ្វេងរបស់ពេជ្រសម្បត្តិទាត់ជើងក្រោមពេជ្រសម្បត្តិបូរ៉ាដាក់ចូលណែក្បាច់ពិសេសរបស់ពេជ្រសម្បត្តិមួយបាទឆ្វេងរបស់ពេជ្រសម្បត្តិសងឆ្វេងទៅវិញពីឃីមបូរ៉ាស្ដាំរបស់ឃីមបូរ៉ាជង្គង់របស់ឃីមបូរ៉ាបាទគ្រាលោកអញ្ញាកដាលក៏ចាប់បបាយបាទទស្សនាជាបន្តមួយដៃស្ដាំរបស់ពេជ្រសម្បត្តិស្ដាំរបស់ឃីមបូរ៉ាឆ្វេងរបស់ពេជ្រសម្បត្តិចាប់គ្រារុញបោកអូយដួលទាំងពីរបាទទស្សនាជាបន្តមួយដៃស្ដាំរបស់ឃីមបូរ៉ាស្ដាំសងពីពេជ្រសម្បត្តិចាក់ជង្គង់ស្ដាំដូចគ្នាគ្រាមួយដៃស្ដាំរបស់ពេជ្រសម្បត្តិស្ដាំពេជ្រសម្បត្តិចាប់គ្រាបាទគ្រាកាច់លោកអញ្ញាកដាលឡៅសេណាតបំបែកចេញសារជាថ្មីបាទទស្សនាជាបន្តទៀតស្ដាំរបស់ឃីមបូរ៉ាមួយដៃឆ្វេងពេជ្រសម្បត្តិចាប់ទឹកទី5បាទចាប់ទឹកទី5សិល្បៈអូយបាទជួចិត្តទេបងប្អូនបាទ5ទឹកពេញតែម្ដងសម្រាប់អ្នកទាំងពីរបាទល្អដូចគ្នាសូមតសាឃីមបូរ៉ានិងពេជ្រសម្បត្តិអូហូយនេះគឺពិតជាស័ក្តិសមម្ចាស់ខ្សែក្រវ៉ាត់គ្រុតគុនខ្មែរដូចគ្នាទាំងឃីមបូរ៉ា
ទាំងពេជ្រសម្បត្តិបាទបងប្អូនទាំងអស់គ្នាខៀវឬក៏ក្រហមខៀវឬក៏ក្រហមបាទខ្ញុំលឺតែគ្រាវទស្សនាភាពយឺតកន្លែងនេះកែងស្ដាំរបស់បូរ៉ាបញ្ចូលទៅមាត់ដៃរបស់សម្បត្តិចាប់អោបជប់កែងរបស់បូរ៉ាកែងមកកប៉ាល់របស់បូរ៉ាដើរចូលទៅលូកដៃឆ្វេងរបស់សម្បត្តិធាក់ទល់ចេញរបស់បូរ៉ាក៏ទាត់កាត់ពីសម្បត្តិវិញសម្បត្តិដើរចូលដល់រឆ្វេងជាដៃស្ដាំមិនទាន់ក៏បូរ៉ាចាប់បោះជង្គង់របស់បូរ៉ាលោកឡាវស៊ីណាតអូសមកកដាលហើយក៏បន្តការប្រកួតទៀតលូកចូលបាត់ដៃបដោតដៃគ្នាបាទច្រកបំពង់ម្នាក់មួយដៃក៏ហមឬខៀវហមមួយចំបក្រហមមួយប្រហែលគ្នាបាទយ៉ាងណាដែរបងប្អូនបាទខៀវឬក្រហមបងប្អូនខៀវឬក្រហមបាទឥឡូវយើងចាំបូរ៉ាសិនអូហូយបាទថ្ងៃនេះក៏ក្រើកជាពិសេសហ្នឹងគឺសរសើរដល់សម្បត្តិនិងបូរ៉ា5ទឹកនោះអូឥឡូវបូរ៉ាមិនចេះដោះកង់អត់ចង់ចេញបាទយើងអត់ទាន់ដឹងទេតើកីឡាកររូបណានឹងក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់គ្រុឌ2ម្នាក់ឯងឥឡូវនេះលទ្ធផលស្ថិតនៅលើដៃរបស់លោកលីហ៊ូហើយដូច្នេះលោកលីហ៊ូនឹងជម្រាបជូនបាទក្នុងនោះចៅក្រមរបស់យើងលោកឡុងសារវ័នឲ្យបន្ទុកបង្គោលក្រហម96បង្គោលខៀវ98បន្តទៀតលោកឌៀនវិបុលឲ្យបន្ទុកបង្គោលក្រហម97បង្គោលខៀវ97ដូចគ្នាលោកជ្រាសុភាពឲ្យបន្ទុកបង្គោលក្រហម96បង្គោលខៀវ98លោកហុងសាវ៉ាតឲ្យបន្ទូទៅកីឡាករបង្គោលក្រហម96បង្គោលខៀវ98អូសាទរបន្ទូមិនឯកច្ឆ័ន្ទជ័យជំនះបានទៅលើក្របីព្រៃពេជ្រសម្បត្តិអូយអូសាទរដល់ពេជ្រសម្បត្តិចូលរួមសោកស្ដាយដល់បងអូនបាទខេមបូរ៉ាបាទនេះគឺជាការប្រកួតកីឡាបើមិនសម្បត្តិឈ្នះគឺបូរ៉ាឈ្នះតែប៉ុណ្្នេះឯងអរគុណឥឡូវនេះម្ចាស់ខ្សែក្រវ៉ាត់គ្រុឌ2ម្នាក់ឯងគឺយើងបានរកឃើញហើយគឺក្របីព្រៃពេជ្រសម្បត្តិមានតាមានប្រវត្តិយូរលង់មានប្រវត្តិដ៏អស្ចារ្យក្បាច់បុរាណខ្មែរជាបន្តទៅទៀតនេះខ្ញុំបាទក៏សូមគ្រប់អញ្ជើញវត្តមានអ្នកអង្គការសំអាងវឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវេរីផ្ដល់កិត្តិយសបំពាក់ខ្សែក្រវ៉ាត់ទាំងពីរជូនទៅដល់ពេជ្រសម្បត្តិនោះផងដែរខ្ញុំបាទក៏គ្រប់អញ្ជើញវត្តមានអាដាមឧត្តមសេនីយ៍ឯកតែមឿនប្រធានសហព័ន្ធបណ្ដាលគុណខ្មែររួមជាមួយនឹងអាដាមខេមវុធីអគ្គនាយកទូតទស្សន៍ជាតិកម្ពុជាផ្ដល់ជាកិត្តិយសបាទប្រគល់ស្លាកទឹកប្រាក់ជូនទៅកាន់កីឡាករពេជ្រសម្បត្តិសូមសម្លេងទះដៃមួយបាទពេជ្រសម្បត្តិថ្ងៃនេះបាននាំយកខ្សែក្រវ៉ាត់ថ្មីមួយខ្សែទៀតជូនដល់ក្លឹបពេជ្រសុផាន់គុណខ្មែរអរគុណណាស់ជាបន្តសូមអញ្ជើញសហការីរបស់យើង
ដងហាយជូនខ្សែក្រវ៉ាត់គ្រុតគុណខ្មែរទាំងពីរគ្រឿងឡើងមកកាន់សងវីហើយអូហើយអូគុណល្អបែកគុណខ្មែរអើយហើយអូហើយអូបែកគុណល្អបែកគុណខ្មែរអើយបងអីគេបងអីគេនេះគឺជាខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតបាទឥឡូវនេះការប្រគល់ជូនបាទវត្តមានអ្នកអង្គការសមាវឌ្ឍនៈបាទប្រគល់ជូនបំពាក់ជូនកីឡាករពេជ្រសំបាទសូមក្រុមជើញអាដាមអាដាមស្នេហ៍ឯកតែមើលលោករដ្ឋលេខាធិការក្រសួងការពារជាតិបាននឹងអាដាមខមវិធីអគ្គនាយកក្រុមហ៊ុនតតកបាទគឺបំពាក់ខ្សែក្រវ៉ាត់ជូនកីឡាករពេជ្រសម្បត្តិអបអរសាទរម្ចាស់ខ្សែក្រវ៉ាត់2គ្រឿងពេជ្រសម្បត្តិបាទអបអរសាទរទៅដល់ពេជ្រសម្បត្តិនាំចូលខ្សែក្រវ៉ាត់ទី3ជូនដល់ក្លឹបពេជ្រសុផាន់គុណខ្មែរបាទអរគុណពេជ្រសម្បត្តិបាទសុំសម្បត្តិមកអត់តន់ទៅណាទេបាទអរគុណបាទខ្សែក្រវ៉ាត់2ម្នាក់ឯងសម្បត្តិនិយាយត្រង់ធ្ងន់ទេធ្ងន់បងធ្ងន់តែពេញចិត្តនិងសុខចិត្តឲ្យធ្ងន់ណោះបាទបងបាទឥឡូវនិយាយបន្តិចយ៉ាងម៉េចយល់យ៉ាងម៉េចដែរការប្រកួតជាមួយនឹងសិស្សច្បងឃីមបូរ៉ាតានតឹងយ៉ាងម៉េចដែរគួតមួយគាត់តានតឹងបងបើគាត់អត់ភ្លាត់អាចនឹងចាញ់គាត់អូបាទហើយមានអីអរគុណទៅកាន់ពុកម៉ែបងប្អូនអ្នកគាំទ្រគុណខ្មែរទាំងអស់ជាពិសេសអ្នកគាំទ្ររបស់ពេជ្រសម្បត្តិសម្រាប់ខ្ញុំគឺអរគុណបងប្អូនដែលមកទស្សនានៅទីនេះផ្ទាល់ហើយនឹងមើលតាមការ live ហើយបងប្អូនដែលស្រឡាញ់គាំទ្រខ្ញុំគឺអរគុណបងប្អូនខ្លាំងមែនទែនជូនពរបងប្អូនសុខភាពល្អនិងតាណាមកណាសុវត្ថិភាពទាំងអស់គ្នាមួយទៀតបាទមានអីអរគុណទៅដល់ក្រុមហ៊ុនវឌ្ឍនៈប្រូវរីដែលមានភេសជ្ជៈពៅកម្លាំងគ្រុឌដែលបានរៀបចំសង្វៀនព្រឹត្តិការណ៍ដ៏អស្ចារ្យគឺព្រឹត្តិការណ៍សង្វៀនគ្រុឌគុណខ្មែរបាទសូមអរគុណដល់ក្រុមហ៊ុនវឌ្ឍនៈដែលតែងតែផ្ដល់ឱកាសខ្ញុំចូលលេងខ្សែក្រវ៉ាត់ហើយនឹងលើកស្ទួយគុណខ្មែរធ្វើឲ្យគុណខ្មែរចាប់ផ្ដើមរីកចម្រើនហើយនឹងមានបងប្អូនចូលចិត្តហាត់គុណខ្មែរច្រើនធ្វើឲ្យគុណខ្មែរយើងកាន់តែផ្សព្វផ្សាយស្គាល់ទៅប្រទេសផ្សេងទៀតបាទហើយក៏អរគុណដល់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាដែលតែងតែរៀបចំឲ្យខ្ញុំប្រកួតមិនថាមិត្តភាពឬក៏ខ្សែក្រវ៉ាត់បងគឺអរគុណបាទអរគុណបាទដល់សម្បត្តិពិតជាធ្វើបានល្អមែនទែនជូនពរបាទបងប្អូនប្រុសពេជ្រសម្បត្តិបន្តជោគជ័យជាមួយនឹងការប្រកួតនៅពេលខាងមុខជាបន្តទៀតបាទអរគុណពុកម៉ែបងប្អូនបាទប្រិយមិត្តទូរទស្សនិកជនបាទព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើសង្វៀនប្រដាល់គ្រុឌគុណខ្មែរថ្ងៃនេះបានបង្ហាញពីភាពជក់ចិត្តគូទាំង9បាទអរគុណពុកម៉ែបងប្អូនទាំងអស់ដែលអញ្ជើញមកគាំទ្រនិងទស្សនាផ្ទាល់យ៉ាងច្រើននៅថ្ងៃនេះអរគុណវត្តមានអាដាមលោកជំទាវដែលអញ្ជើញនិងគាំទ្រទស្សនានៅឯគេហដ្ឋានបាទហើយក៏សូមខន្តីជាស្រ័យរកពីអធិប្បាយបើសិនជាមានត្រង់ណាលឺលួខ្វះខាតមិនសមសមផនច្រឡំត្រង់ចំណុចណាមួយក៏សូមអធិស្ឋានឲ្យយើងខ្ញុំទាំង4នាក់ផងយើងសន្យាថានឹងវិលត្រឡប់មកជួបគ្នានាឱកាសក្រោយបន្តទៀតបាទដល់ឃើញថាពុកម៉ែបងប្អូនបានផ្ដល់នូវការគាំទ្រខ្លាំងទាំងបងប្អូនយើងដែលទិញសម្បត្តិជាវសម្បត្តិមកទស្សនាផ្ទាល់ក៏ដូចជាបងប្អូនដែលទស្សនាតាមរយៈការផ្សាយដូច្នេះគ្រុឌក៏ដូចជាស្ថានីយទូរទស្សន៍ជាតិកម្ពុជាសន្យាថានឹងនាំយកអ្វីដែលកក្រៅជូនពុកម៉ែបងប្អូនអ្នកគាំទ្រគុណខ្មែរអរគុណណាស់ពុកម៉ែបងប្អូនប្រិយមិត្តទូទាំងជនគណៈពេលនេះពួកខ្ញុំបាទទាំង4រូបរួមជាមួយនឹងសហការីផ្សាយផ្ទាល់ពិសេសរបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជាសូមគោរពថ្លែងអំណរគុណនិងសូមគោរពលា